កំពុងអ្នកច្នៃម៉ូដដ៏ល្បីល្បាញជំវិញពិភពលោកបន្ទាប់ពីការឡើងតាមលំដាប់នៃម៉ូដក្នុងល្បឿនមិនគួរឲ្យជឿនិងបង្កើតជាអាណាចក្រតម្លៃរាប់លានដុល្លារមហាសេដ្ឋីម៉ូដម្នាក់នេះត្រូវបានសោតនាដកម្មមួយបញ្ចប់Gianni Versace កើតនៅថ្ងៃទី2ខែធ្នូ1946គាត់ធំធាត់ឡើងនៅ Reggio Calabria ភាគខាងត្បូងប្រទេសអ៊ីតាលីឪពុករបស់គាត់ឈ្មោះ Antonio ហើយម្ដាយរបស់គាត់ឈ្មោះ Francesca Antonio ជាអ្នកលក់សម្ភារៈប្រើប្រាស់ក្នុងផ្ទះខណៈដែល Francesca ជាអ្នកកាត់សម្លៀកបំពាក់និងជាម្ចាស់ហាងលក់សម្លៀកបំពាក់ប្តីប្រពន្ធនេះមានកូន4នាក់ Fortunata Santo Gianni និង Donatella កាល Gianni អាយុទើបបាន6ឆ្នាំមានសោកនាដកម្មមួយបានកាត់ឡើងខណៈពេលដែលទៅលេងបុណ្យជាមួយនឹងក្រុមគ្រួសាររបស់គាត់ Fortunata បានដួលដាច់ជង្គង់របស់នាងឆ្លងជំងឺតេតាណូសហើយត្រូវបានព្យាបាលដោយថ្នាំខុសក្រោយពីដួលមិនបាន24ម៉ោងនាងក៏បានស្លាប់ទាំងនៅស្លៀកពាក់ខោអាវជប់លៀងនៅឡើយ3ឆ្នាំក្រោយមក Donatella បានចាប់កំណើតខណៈដែល Donatella មិនដែលបានជួបបងស្រីរបស់នាងទាល់តែសោះ Santo និង Gianni កាន់ទុកជារៀងរហូតហើយសំណាងមិនល្អនេះមិនមែនជាការស្លាប់ភ្លាមៗចុងក្រោយរបស់គ្រួសារនេះនោះទេតាំងពីដើមមកកន្លែងដែល Gianni តចូលចិត្តគឺរោងជាងរបស់ម្ដាយគាត់ជាកន្លែងដែលគាត់ឃើញម្ដាយរបស់គាត់បង្កើតសម្លៀកបំពាក់មង្គលការដ៏ស្រស់ស្អាតសម្រាប់កូនក្រមុំនៅក្នុងសហគមន៍ពួកគេហើយគេមិនត្រឹមតែមើលគាត់ធ្វើខោអាវប៉ុណ្ណោះទេតែគាត់ថែមទាំងសរសើរនារីស្អាតៗដែលចូលហាងផងដែរដើម្បីលើកទឹកចិត្តទេពកោសល្យរបស់ម្ដាយគាត់ Gianni បានបង្កើតសម្លៀកបំពាក់ដំបូងបំផុតរបស់គាត់នៅអាយុ9ឆ្នាំវាគឺជារ៉ូបដែលមួយចំហៀងពណ៌ខៀវដ៏ស្រស់ស្អាតមួយម្ដាយគាត់សប្បាយចិត្តណាស់ហើយ Gianni រីករាយប្រកបដោយមោទនភាពមានមនុស្សតិចតួចណាស់ដែលដឹងថាចុងក្រោយនេះព្រះនាងដៃអាណាពាក់ម៉ូដនៃការបង្កើតនោះនៅប្រហែល40ឆ្នាំក្រោយបដិវត្តឧស្សាហកម្មដូចដែលលោកអ្នកបានឃើញហើយសម្រាប់ Gianni គឺមិនចំណាយពេលយូរនោះទេក្នុងការបង្កើតការដើរម៉ូដហើយក្តីសុបិនរបស់គាត់គឺថ្ងៃណាមួយគាត់នឹងក្លាយជាអ្នកច្នៃម៉ូដចាប់ផ្ដើមដំបូងនៅពាក់កណ្ដាលអាយុ20ឆ្នាំគាត់បានផ្លាស់ប្ដូរទៅរស់នៅមីឡាននិងរកប្រាក់ចំណូលបាន6ខ្ទង់ក្នុងមួយឆ្នាំក្នុងនាមជាអ្នកច្នៃម៉ូដនៅកាលនោះមីឡានគឺជាចំណុចកណ្ដាលនៃការដើរម៉ូដដឹកដៃកគុកនិងជាកន្លែងពិតប្រាកដដែលអ្នកច្នៃម៉ូដប៉ងប្រាថ្នាក្នុងឆ្នាំ1978គាត់បានបង្កើតហាងផ្ទាល់ខ្លួនមួយនៅក្នុង Villa della Spica របស់មីឡានដែលជាហាងទិញទំនិញដ៏ធំមួយនៅតាមផ្លូវនៅមីឡានហើយ collection ដំបូងរបស់គាត់បានបើកបង្ហាញនៅថ្ងៃទី28ខែ3នៅសារមន្ទីរសិល្បៈសហសម័យអចិន្ត្រៃយ៍ Versace មានភាពរស់រវើកនិងពេញនិយមដែលមនុស្សម្នាចូលចិត្តណាស់ហើយ Gianni មិនយូរប៉ុន្មានក៏បានក្លាយជាមនុស្សជាទីស្រឡាញ់នៅមីឡានរឿងនេះខ្ល้ายជាការបញ្ឆេះការប្រកួតប្រជែងដ៏ជូរចត់មួយជាមួយនឹង Giorgio Armani គេនិយាយថា Armani ស្លៀកពាក់ដូចប្រពន្ធ Versace ស្លៀកពាក់ដូចស្រីកំណាន់ជាងមួយទសវត្សរ៍ក្រោយមក Versace ក៏បានទទួលជោគជ័យនិងចង់ទុកស្លាកសញ្ញារបស់គាត់នៅលើផែនដីគាត់ប្រកាសណាស់ថានឹងធ្វើបដិវត្តឧស្សាហកម្មម៉ូដដោយធ្វើរឿងផ្សេងគ្នាមួយចំនួនរឿងមួយក្នុងចំណោមទាំងនោះគឺការប្រើធាតុផ្សំជាច្រើននៅក្នុងសម្លៀកបំពាក់តែមួយនៅកាលនោះរឿងនេះមិនមែនជារឿងធម្មតានោះទេប៉ុន្តែ Gianni មិនចូលចិត្តអ្វីក្រៅពីការលេខបញ្ចូលគ្នានិងផ្គូផ្គងនោះឡើយចាប់ពីខ្សែរ៉ូតនិងស្បែកដល់កំណាត់ដែកនិង Krista Swarovski គ្រប់យ៉ាងសុទ្ធតែអាចរកបាននៅក្នុងការច្នៃប្រឌិតរបស់គាត់រឿងមួយទៀតគឺថាកំណត់ brand Versace ឲ្យនៅដាច់ពីគេគឺជាការពិតដែលក្រុមហ៊ុនអាចមានឯករាជ្យ 100% Versace បានក្លាយជាស្លាកសញ្ញាដ៏ធំមួយក្នុងចំណោមស្លាកសញ្ញាធំៗមួយចំនួនដែលគ្រប់គ្រងវត្តផលិតផលទាំងមូលរបស់ខ្លួនបានចាប់ពីការច្នៃម៉ូដរហូតដល់ការលក់រាយនិងទីផ្សារផងដែរលោកអ្នកដឹងហើយថា Gianni គឺជាអ្នកច្នៃម៉ូដដ៏អស្ចារ្យនិងប្រកបដោយទេពកោសល្យច្នៃប្រឌិតប៉ុន្តែបាននិយាយពីទីផ្សារផលិតផលរបស់គាត់គឺជាទេពកោសល្យពិតប្រាកដគាត់គឺជាអ្នកច្នៃម៉ូដដំបូងគេដែលយកកម្មវិធីបង្ហាញម៉ូដរបស់គាត់ទៅកាន់ទីផ្សារធំៗផ្សេងទៀតដូចជាប៉ារីសនិងញូវយ៉កហើយគេសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្រើប្រាស់តែតារាបង្ហាញម៉ូដនិងអ្នកថតរូបកម្រិតខ្ពស់ប៉ុណ្ណោះគាត់បានបង្កើតតារាដូចជា Linda Evangelista, Christine Turlington និងការបង្ហាញម៉ូដដែលគាត់ចូលចិត្ត Naomi Campbell ហើយការចាំបាច់របស់គាត់បានផ្ដល់នូវភាពផ្ទុយគ្នាដែលពង្រឹងដល់ភាពសាមញ្ញរបស់គាត់កាន់តំណែងមុនរបស់គាត់ Versace ជាមនុស្សមានភាពរស់រវើកនិងរីករាយគាត់យល់ថាគំនិតទាំងស្រុងនៃការស្លៀកពាក់គឺមិនមែនដើម្បីតែបិទបាំងខ្លួនឯងប៉ុណ្ណោះនោះទេតែគឺជាភាពតាក់ទាញអ្នកជំនាញផ្នែកម៉ូដ Robinstein និយាយគាត់ជឿថាអ្នកគួរតែស្លៀកពាក់ដើម្បីតាក់ទាញការចាប់អារម្មណ៍បន្ថែមលើការពឹងផ្អែកលើតារាបង្ហាញម៉ូដសម្លៀកបំពាក់របស់គាត់ Gianni ក៏បានទទួលស្គាល់នៅ brand ដ៏ធំសម្បើមនោះផងដែរដែលគាត់អាចទទួលបានតាមរយៈតារាល្បីៗ
គាត់ក៏ចាប់ផ្ដើមបង្កើតសម្លៀកបំពាក់ឲ្យ Elton John ម្ចាស់ស្ត្រី Diana, Michael Jackson, Cher និងតារាជាច្រើនទៀតរាប់មិនអស់ហើយភ្លាមគ្រប់គ្នាស្រាប់តែចង់ស្លៀកពាក់ដូច Cher ឬក៏ដូចអាវដែល Elton John ពាក់នេះមានន័យថាអតិថិជនថ្មីរបស់ Versace កំពុងតែកើនឡើងប៉ុន្តែតើគាត់អាចបន្តទៀតបានឬអត់ក្រៅពីដឹងថាអ្នកណាល្អជាងគេក្នុងការដើរប្រកៀកស្មាជាមួយចានីក៏មានជំនាញក្នុងការស្វែងរកនិងបីបាច់បណ្ដុះបណ្ដាលផងដែរចានីនាំខ្ញុំចូលក្នុងកម្មវិធីរបស់គាត់នៅពេលដែលខ្ញុំមានរូបភាពពីរសន្លឹកនៅក្នុងសៀវភៅរបស់ខ្ញុំហើយខ្ញុំមិនល្បីទាល់តែសោះ Carla Bruni រំលឹកឡើងវិញពួកយើងនៅក្មេងនឹងភ័យស្រួយណាស់ Versace ទុកពួកយើងដូចជាព្រះនាងអញ្ចឹងពួកយើងគឺជាផ្នែកមួយនៃគ្រួសាររបស់គាត់ស្ត្រីដែលត្រូវបានជ្រើសរើសដោយ Versace មិនត្រឹមតែត្រូវបានទុកជាអ្នកបង្ហាញម៉ូដឲ្យសម្លៀកបំពាក់របស់គាត់ប៉ុណ្ណោះទេពួកគេថែមទាំងបានក្លាយជាពិភពលោករបស់គាត់ផងដែរដែលគ្រប់គ្នាចង់បានជាកម្មសិទ្ធិនៅដើមទសវត្សរ៍ 90 ចានីកាន់តែមានភាពក្លាហានឡើងដោយជោគជ័យរបស់គាត់ហើយគាត់បានបង្ហាញសម្លៀកបំពាក់ដែលលេចជើងបំផុតរបស់គាត់ដែលមិនធ្លាប់មានកញ្ញា SM Boudet Collection សម្លៀកបំពាក់ស្បែកតឹងនិងទឹកមុខពួកគេប្រកបដោយអំណាចតារាម៉ូដែលដើរលើផ្លូវវេទិកាហើយខណៈពេលដែលការសម្ដែងមានភាពចម្រុងចម្រាស់យ៉ាងខ្លាំងវាក៏បានបញ្ជាក់ពីភាពល្បីល្បាញដ៏ឆ្កួតលីលាក្រោយពីចប់កម្មវិធីចានីថែមទាំងនិយាយលេងសើចដែរថាពាក់កណ្ដាលនៃ Manhattan ពេលនេះកំពុងតែធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាឆ្នាំដដែលនោះចានីបានទៅតាំងលំនៅនៅ Miami គាត់បានប្រទះឃើញវីឡាដ៏ស្រស់ស្អាតមួយនៅឆ្នេរសមុទ្រខាងត្បូងហើយក៏បានទិញវាក៏បានដាក់ឈ្មោះថា Casa Sarinaចានីស្រឡាញ់កន្លែងនេះណាស់ហើយបន្ទាប់ពីជួសជុលអស់ជាង$30 លានវិមាន Versace ក៏ល្បីល្បាញក៏បានបង្កើតឡើងនៅរយៈពេល5ឆ្នាំបន្ទាប់ចានីរស់នៅទីនោះយ៉ាងស្ងប់ស្ងាត់ប៉ុន្តែក្រោយមកគ្រោះមហន្តរាយមួយបានកើតឡើងនៅព្រឹកថ្ងៃទី15ខែកក្កដាឆ្នាំ1997ចានីក្នុងវ័យ50ឆ្នាំភ្ញាក់ឡើងនៅម៉ោង6ព្រឹកគាត់បានធ្វើការទូរស័ព្ទទៅមីឡាននិងបានបញ្ចប់ការងារមួយចំនួនបន្ទាប់មកគាត់បានចេញទៅក្រៅគាត់ជាភ្ញៀវប្រចាំនៅភោជនីយដ្ឋាន Ocean Drive ជាកន្លែងដែលគាត់ទិញកាហ្វេផ្លាស់ប្ដូរការស្វាគមន៍ជាមួយនឹងអ្នកគ្រប់គ្រងដោះស្រាយបញ្ហាសម័យកាលនឹងអ្នក New York ហើយក៏ត្រឡប់ទៅផ្ទះវិញគាត់ដើរឡើងចន្ទាបាន5ជំហានក៏បានយកកូនសាចាក់សាទ្វារដាច់មួយប៉ុន្តែនៅពេលនោះមានបរិសុទ្ធខ្មៅម្នាក់ពាក់មួកបាល់បោះរត់ឡើងចន្ទាជាមួយគ្នាបរិសុទ្ធម្នាក់នោះបានបាញ់ទៅលើចានីចំនួន2គ្រាប់បន្ទាប់មកគេក៏បែរខ្នងដើរចេញទៅចានីត្រូវបានបាញ់សម្លាប់ដោយខ្មាន់កំភ្លើងម្នាក់អាយុ27ឆ្នាំ Andrew Canning ដែលត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងផ្ទះសំណាក់ឆ្នេរ Miami នៅ8ថ្ងៃក្រោយឃាតកម្មរបស់គាត់ធ្វើឲ្យមានការតក់ស្លុតពេញសកលលោកបងប្អូនបង្ការរបស់ចានី Donatella និង Santo បានហោះពីទីក្រុងមីឡានដើម្បីកំណត់អត្តសញ្ញាណសាកសពរបស់គាត់ហើយចិន្តារបស់គាត់បានក្លាយទៅជាកន្លែងរំលឹកអនុស្សាវរីយ៍ដោយផ្កានិងកាតជាច្រើនមួយសប្តាហ៍ក្រោយបន្ទាប់ពីគាត់ស្លាប់ចានីត្រូវបានផ្ដល់ឲ្យនៅពិធីបុណ្យសពសម្រាប់ព្រះអង្គម្ចាស់នៅឌូម៉ូមីឡាននាសតវត្សទី14គ្រប់គ្នាដែលសំខាន់ចំពោះចានីសុទ្ធតែនៅទីនោះរាប់តាំងពីបងប្អូនប្រុសស្រីរបស់គាត់រហូតដល់តារាម៉ូដែលគាត់ចូលចិត្តជាងគេគឺ Naomi Campbell និងម្ចាស់ស្ត្រី Diana ដែលគាត់ចូលចិត្តហើយខណៈពេលដែលមនុស្សជាង 2000 នាក់បានពេញទៅក្នុងកន្លែងថតអនុស្សាវរីយ៍កំពុងឆ្លោះគ្នាដើម្បីដណ្ដើមកន្លែងនៅខាងក្រៅអ្នកច្នៃម៉ូដតារាល្បីៗនឹងខ្សែរាជវង្សចានីត្រូវបានគេស្គាល់ថាជាអ្នកនាំមកនូវភាពរស់រវើកនិងសិល្បៈក្នុងឧស្សាហកម្មម៉ូដបន្តិចម្ដង Versace បានក្លាយជា brand ដែលលើសពី lifestyle ដែលលក់របស់គ្រប់យ៉ាងចាប់ពីកម្រាលពូករហូតដល់កម្រាលតុហើយក្នុងរយៈពេលមិនដល់10ឆ្នាំផងចានីបានសាងសង់អាណាចក្រមួយដែលមានតម្លៃ$807 លានពេលនេះបងប្អូនបង្ការរបស់គាត់ត្រូវកាន់កាប់ជំនួសក្រោយពីចានីស្លាប់ទៅប្អូនស្រីរបស់គាត់និង Donatella បានធ្លាក់ខ្លួនចូលទៅក្នុងការញៀនថ្នាំហើយអ្វីៗមិនសូវល្អនោះទេដែលនាងស្ទើរតែបាត់បង់តួនាទីនៅក្នុងក្រុមហ៊ុនបងប្រុសរបស់នាង Santo ជាអ្នកទទួលខុសត្រូវលើអាជីវកម្ម brand Versace ហើយអ្នកទាំងពីរបានប៉ះទង្គិចគ្នាយ៉ាងខ្លាំងកាលក្នុងឆ្នាំ1955 Donatella គឺជាកូនម្នាក់របស់គ្រួសារ Versace ហើយនាងបាននិយាយថាខ្លួននាងជានារីដែលស្លៀកពាក់ស្អាតជាងគេប្រចាំទីក្រុងDonatella បានក្លាយជាទីប្រឹក្សានិងជាអ្នកបំផុសគំនិតរបស់ចានីនៅពេលដែលគាត់បានបង្កើត Versace នៅចុងទសវត្សរ៍ទី70នៅក្នុងទសវត្សរ៍ទី80នាងថែមទាំងច្នៃម៉ូដប្រឆាំងនឹងក្រុមហ៊ុនទៀតផងក្រៅពីសោកនាដកម្មនៃការស្លាប់របស់ចានី Donatella កាន់តំណែងជានាយកច្នៃប្រឌិតប៉ុន្តែការញៀនថ្នាំរបស់នាងមិនអាចគ្រប់គ្រងបានឡើយនាងបានពិនិត្យខ្លួនឯងក្នុងការស្ដារនីតិសម្បទាក្នុងឆ្នាំ2004តាមការជំរុញរបស់ Elton John បន្ទាប់ពីនាងត្រូវបានដោះលែងនាងបានជំរុញក្រុមហ៊ុនឲ្យទៅមុខជាមួយនឹងបងប្រុសរបស់នាង Santo ហើយ Santo គឺជានាយកប្រតិបត្តិហើយ Donatella គឺជាប្រធានផ្នែកច្នៃម៉ូដ Versace នៅតែបន្តបង្កើតកេរដំណែលដ៏គួរឲ្យចាប់អារម្មណ៍4ឆ្នាំមុន Donatella បានជំរុញខ្លួននាងចូលទៅក្នុងការស្ដារនីតិសម្បទា Jello បានពាក់ម៉ូដដ៏ល្បីបំផុតមួយរបស់ Donatella ក្នុងកម្មវិធីប្រគល់ពានរង្វាន់បណ្ឌិតសភាលើកទី42វាជារ៉ូបចាំង Gold print ដ៏ស្រស់ស្អាតក្រណាត់សូត្រដ៏ភ្លឺរលោងដែលវាលកជ្រៅបំផុត Jello មើលទៅពិតជាអស្ចារ្យណាស់គ្រប់គ្នាសុទ្ធតែចង់ឃើញរូបនាងស្លៀកពាក់រ៉ូបនឹងតាមពិតទៅមនុស្សម្នាមានការឆ្លុះវង្វេងនឹងការស្លៀកពាក់រ៉ូបចាំង Gold នឹងណាស់
ថែមទាំងនាំឲ្យមានការបង្កើតមុខងារស្វែងរករូបភាពរបស់ Google ទៀតផងអតីតនាយកប្រតិបត្តិរបស់ Google Eric Schmidt បានពន្យល់ថាវាជាការស្វែងរកដ៏ពេញនិយមបំផុតដែលយើងមិនធ្លាប់ឃើញហើយក្រុមការងាររបស់ Google បានដឹងយ៉ាងឆាប់រហ័សថាមនុស្សចង់បានលើសពីការផ្ញើសារជាគំនិតទើបសម្លៀកបំពាក់នាំឲ្យ Google បង្កើតលក្ខណៈពិសេសដ៏ពេញនិយមបំផុតរបស់ខ្លួនគឺជាសាច់រឿងនៃការចូលចិត្តម៉ូដនៅពេលដែល Donatella បានបង្ហាញ collection សម្លៀកបំពាក់ស្ត្រីនាទីខែរដូវឆ្នាំ2020របស់នាងនៅក្នុងឆ្នាំ2019នាងប្រកាសថានឹងធ្វើឲ្យមនុស្សនឹកឃើញដល់វានៅចំបញ្ចប់នៃកម្មវិធីដើមម៉ូដការស្វែងរករូបភាពរបស់ Google បានបញ្ចេញទៅលើអេក្រង់ដែលមានពាក្យបញ្ជា OK Google បង្ហាញរូប Jungle Versace ឲ្យខ្ញុំរូបភាពជាច្រើននៃរូបភាពដើមរបស់ Jennifer Lopez កាលពីឆ្នាំ2000នឹងបង្ហាញខ្លួននៅលើអេក្រង់បន្ទាប់មកទៅរកពាក្យបញ្ជាឥឡូវបង្ហាញខ្ញុំអំពីរូប Jungle Versace ពិតប្រាកដហើយជាលោកខ្លួនឯងនឹងលេចឡើងធ្វើឲ្យប្រវត្តិសាស្ត្រអ៊ីនធឺណិតក្លាយជាជីវិតពិតបច្ចុប្បន្ន Versace គឺជាអធិរាជពាន់លានដុល្លារ Donatella នៅតែកាន់កាប់តំណែងជានាយកគ្រប់គ្រងផ្នែកច្នៃម៉ូដដដែលប៉ុន្តែក្រុមហ៊ុននៅពេលនេះបានក្លាយជាកម្មសិទ្ធិរបស់គ្រួសារធំមួយឈ្មោះថា Capri Holdings Limited បន្ទាប់ពីត្រូវបានទិញយកនៅដើមឆ្នាំ2019តម្លៃគឺ 2.2 ប៊ីលានដុល្លារនៅពេលដែលនិយាយដល់អ្នកច្នៃម៉ូដសម្លៀកបំពាក់ដែលមានមនោសញ្ចេតនានិងទាក់ទាញ Versace គឺស្ថិតនៅក្នុងកំពូលនៅទូទាំងពិភពលោកក្រុមហ៊ុនច្នៃម៉ូដតំណាងឲ្យភាពប្រណិតរបស់ប្រទេសអ៊ីតាលីហើយគ្រប់មុខទំនិញទាំងអស់នៅតែមានគុណភាពល្អគឺដូចជាការស្រមៃរបស់ចាស់នៃ Versace អញ្ចឹងតើលោកអ្នកមានធ្លាប់ដឹងអំពីសោកនាដកម្មនៃការស្លាប់របស់ Versace ដែរទេហើយតើមានព័ត៌មានលម្អិតណាមួយដែលអ្នកអាចបន្ថែមនៅក្នុងវីដេអូនេះដែរទេ